សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ជំពូកទី3រលកដានថ្ងៃនេះយើងនឹងសិក្សាមេរៀនទី1គឺចលនាខួបចំណុចទី1យើងនិយាយអំពីចលនាវងស្មើវាជាចលនារបស់អង្គធាតុមួយដែលផ្លាស់ទីលើគន្លងរាងរង្វង់ដោយល្បឿនថេរនៅក្នុងចលនាវងស្មើល្បឿនមុំអូមេហ្គាគឺជាមុំដែលកម្មវិទ័រគូសបានក្នុងមួយឯកតាពេលចំណែកឯខួបនៃចលនាតាំងដោយ t គឺជារយៈពេលដែលអង្គធាតុនោះធ្វើចលនាបានមួយជុំពេញឥឡូវនេះយើងចូលដល់ចំណុចទី2គឺលំយោលអមនិកងាយតើអ្វីទៅជាលំយោលគឺជាចលនាទៅមកជុំវិញទីតាំងលំនឹងមួយអំពីទុតគឺជាគម្លាតអតិបរមាពីទីតាំងលំនឹងហើយខួបគឺជារយៈពេលនៃមួយលំយោលពេញព្រៃកង់នៃលំយោលតាំងដោយ F គឺជាចំនួនលំយោលដែលវាធ្វើបានក្នុងរយៈពេល1វិនាទីនេះជាចំណុចសំខាន់ទំនាក់ទំនងនៃចលនាវងនិងលំយោលអាក្មនិកចំណោលកែងនៃចលនាវងស្មើទៅលើអង្កត់ផ្ចិតរបស់វាគឺជាលំយោលអាក្មនិកងាយយើងអាចបកស្រាយសមីការលំយោលបានតាមរយៈរូបមុន x ស្មើ a កុសអូមេហ្គា t បូក phi ដែល phi គឺជាផាសដើមបម្រែបំរួលផាសអាស្រ័យនឹងថាមពលរបស់លំយោលថាមពលស៊ីនេតិកនិងប៉ូតុងស្ជែលបដូរគ្នាទៅវិញទៅមកនៅពេលផាសប្រែប្រួលចូលដល់ចំណុចទី3លំយោលនៃប៉ោលទោលប៉ោលទោលគឺជាប្រព័ន្ធដែលមានម៉ាស់តូចមួយចងព្យួរនិងខ្សែស្រាមិនយឺតក្នុងចលនាប៉ោលថាមពលប៉ូតុងស្ជែលមានអតិបរមានៅចុងសងខាងចំណែកថាមពលស៊ីនេតិកមានអតិបរមានៅទីដាំងលំនឹងកណ្ដាលខួបនៃប៉ោលទោលកំណត់ដោយរូបមន្ត t ស្មើនឹង 2 ផៃរូសការ៉េនៃ l លើ g វាអាស្រ័យតែលើប្រវែងខែនិងសន្ទុះទំនាញដីប៉ុណ្ណោះបន្ទាប់មកគឺប៉ោលរសើដងដេកនេះជាប្រព័ន្ធដែលមានអង្គធាតុ mass m ភ្ជាប់នឹងរសដែលមានថេរកម្រាញ់ការនៅលើប្លង់ដេកខួបរបស់វាគឺ t ស្មើ2ផៃឬការ៉េនៃ m លើ k គោលការណ៍ទាំងអស់នេះត្រូវបូនប្រើប្រាស់ប្រចាំថ្ងៃដូចជាប្រព័ន្ធបូមឡាននិងនាឡិកាជាដើមអរគុណសម្រាប់ការទស្សនា